សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានសៀកមួយក្បាច់ដែលមានឈ្មោះថាការកាឡាបជប់ចេញពីកូនកន្សែងអញ្ចឹងសូមតាមដានទាំងអស់គ្នាបាទនេះជាកូនកន្សែងអត់មានទេសូមតាមដានទាំងអស់គ្នានេះការកាឡាបដែលខ្ញុំជប់បានស្អាតណាស់នៅមានមួយក្បាច់ទៀតសូមតាមដានទស្សនាទាំងអស់គ្នានេះជាកែវអត់មានទេកែវទេខ្ញុំនឹងយកទឹកនេះចាក់ចូលក្នុងកែវរួចហើយឲ្យคล้ายជាទឹកនេះជប់ចេញជាទឹកកកចង់ដឹងយ៉ាងណាសូមទស្សនាទាំងអស់គ្នាមើលដល់គ្នាតើទឹកនេះខ្លាយជាយ៉ាងណាខ្ញុំនឹងជប់ទឹកនេះឲ្យខ្លាយជាទឹកកកចង់ដឹងថាខ្លាយជាទឹកកកពិតឬមិនពិតសូមតាមដានទាំងអស់គ្នាមើលឃើញទេ